ទេសភាពព័ទ្ធជុំវិញនេះគឺប្លែកស្អាតមែនតើដូចនៅភពផ្សេងអញ្ចឹងមានភ្នំតកព័ទ្ធជុំវិញថ្មរបស់គេវិញរីកសុសសាយដូចផ្កាអញ្ចឹងក៏ប៉ុន្តែគឺថ្មទាំងអស់ខ្ញុំមកបោះតង់ជាមួយបងប្អូនខ្មែរចង់ដឹងវីដេអូនេះមិនខ្លះតាមដានជាមួយបងប្អូនគ្នាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែនៅតាមផ្លូវជិះឡានផ្ទះទៅកន្លែងបោះតង់មួយកន្លែងដែលមានឈ្មោះថា Boost Creek Campground កន្លែងខ្ញុំរស់នៅគឺចេញពីសមុទ្រទៅជិះប្រហែលជា4ម៉ោងបានដល់ក៏តែដោយសារតែខ្ញុំជិះបដាឈប់បដាឃ្លានពេលណាញ៉ាំពេលហ្នឹងដោយសារតែខ្ញុំជិះឡានផ្ទះអញ្ចឹងទៅជិះឡើង7 ម៉ោងបានដល់អញ្ចឹងណាដោយសារតែយើង enjoy មើលទេសភាពហើយញ៉ាំបាយញ៉ាំអីអញ្ចឹងនិយាយទៅម្ហូបថ្ងៃនេះគឺសាមញ្ញទេគឺខ្ញុំខ្ចប់ពីផ្ទះមកស្រាប់ក៏យើងក្តៅតិចតួចអញ្ចឹងទៅបន្ទាប់មកក៏រៀបចំទុកដាក់ធ្វើដំណើរបន្តទៅទៀតតម្រាំតែចេញផុតពីទីក្រុងទៅដល់កន្លែងឆ្ងាយដាច់ស្រយាលតម្រាំតែឃើញទេសភាពស្អាតហ្នឹងគឺជិះប្រហែលជា2ម៉ោងជាងគឺមានភ្នំរបៀបប្លែកមែនតើនិយាយទៅខ្ញុំមានអារម្មណ៍ថានៅប្រទេសអាមេរិកហ្នឹងដូចពីដើមហ្នឹងដូចជាសមុទ្រទាំងអស់មិនទេដោយសារតែយើងឃើញស្នាមឃើញអីចឹងគឺជាការគិតរបស់ខ្ញុំអញ្ចឹងខ្ញុំមិនបានអានសភៅអីទេក៏ប៉ុន្តែទេសភាពគឺកន្លែងខ្លះហ្នឹងគឺស្អាតមែនតើដោយសារតែអត់មានមនុស្សរស់នៅបានតែម្ដងអញ្ចឹងណាដោយសារតែភាគច្រើនប្រជាជនរស់នៅគឺនៅតាមតំបន់ភូមិនីមួយៗមានមនុស្សច្រើននៅតាមផ្លូវហ្នឹងគឺស្លាស់គឺខ្ញុំគិតថាអាមេរិកគឺនៅសល់ដីកន្លែងរស់នៅច្រើនមែនតើដោយសារពេលដែលខ្ញុំឆ្លងកាត់ហ្នឹងពេលខ្លះជិះទៅគឺអត់មានមនុស្សទេគឺមានមួយតិចបំផុតក៏ប៉ុន្តែទេសភាពហ្នឹងគឺសម្បូរព័ទ្ធទៅដោយភ្នំពេលដែលខ្ញុំជិះកាន់តែចិត្តដល់កន្លែងដែលខ្ញុំបោះតង់ហ្នឹងគឺចាប់ផ្ដើមឃើញមានភ្នំតកឥឡូវគឺខែក្តៅក៏ប៉ុន្តែភ្នំតកហ្នឹងគឺអត់តន់រលាយអស់ទេគឺនៅសល់នៅខាងលើកំពូលភ្នំដោយសារតែអាកាសធាតុយប់ឡើងអញ្ចឹងនៅត្រជាក់ច្រើនអញ្ចឹងទៅធ្វើឲ្យតំបន់ហ្នឹងគឺមានទឹកជ្រោះហូរមកដោយសារតែភ្នំតករលាយមកនេះមិនមែនទឹកជ្រោះចេញពីភ្នំនៅស្រុកយើងទេគឺចេញពីតករលាយហ្នឹងមកធ្វើឲ្យមានទឹករិចពេលទៅដល់កន្លែងបោះតង់បងប្អូននឹងឃើញហើយតបពីជីអស់រយៈពេល7 ម៉ោងឥឡូវនេះគឺបានមកដល់ភូមិទូចហើយចំណុចល្អរបស់ប្រទេសអាមេរិកនៅពេលដែលយើងទៅដល់កន្លែងបោះតង់គឺគេតែងតែមានភូមិទូចមួយនៅជិតហ្នឹងមានហាងមានម្ហូបមានលក់អីវ៉ាន់កប៉ិចកប៉ោសម្រាប់យើងត្រូវការទិញអីអញ្ចឹងទៅជិះចេញមកតាំងពីថ្ងៃឥឡូវនេះគឺជិតដល់ពេលដែលព្រះអាទិត្យលិចហើយឃើញពពកស្អាតមែនតើជាមួយនឹងភ្នំតកហើយនឹងពពកពណ៌ខ្មៅតែពេញហ្នឹងអញ្ចឹងក៏ឆ្លៀតយកទូរស័ព្ទថតនៅខាងក្រៅគឺស្អាតជាងនឹងទៀតឥឡូវនេះគឺខ្ញុំកាន់តែគៀកមកដល់មែនតើហើយដូចបងប្អូនឃើញអើយទេសភាពទាំងអស់ហ្នឹងស្ដាយដែលខ្ញុំមកដល់រៀងយប់ហើយហ្នឹងរៀងរបៀបទៅគឺជិតដល់ពេលយប់តែម្ដងឃើញទេសភាពបែបហ្នឹងបើពេលថ្ងៃវិញមានអារម្មណ៍ថាស្អាតជាងនឹងទៀតឥឡូវនេះគឺបានមកដល់កន្លែងបោះតង់ហើយយប់តែម្ដងបងប្អូនខ្មែរយើងគឺមកដល់ច្រើនមែនតើគឺគាត់ចាប់ផ្ដើមអើយរៀបចំមានតង់មានឡានផ្ទះគេក្នុងឡានផ្ទះទៅរៀបចំកន្លែងឲ្យបានត្រឹមត្រូវសម្រាប់គេអញ្ចឹងមានតាំងពីយកម៉ូតូយកអីសម្រាប់គេចូលចិត្តជិះចូលព្រៃចូលក្នុងភ្នំជ្រៅមើលទេសភាពអញ្ចឹងខ្លះគាត់មានឡានអើយប្រភេទ off road ប្រភេទអើយមកបាំងកន្លះអញ្ចឹងណាសម្រាប់ចូលទៅបានហើយនេះគឺជាកន្លែងដែលខ្ញុំ set របៀបថាចតឡានផ្ទះរួចរាល់ហើយឥឡូវនេះគឺធ្វើម្ហូបញ៉ាំទៀតហើយគឺមានសាច់ឆ្លូសខ្មៅហ្នឹងស្តៀងងៀតកអញ្ចឹងក៏មិនមែនទេគឺសាច់ឆ្លូសពុកខ្មិចខ្ញុំគឺគាត់ទិញពីស្រុកខ្មែរមកអញ្ចឹងណាបន្ទាប់មកគឺមានដាំបាយរៀបចំមើលខុសត្រូវដើម្បីយើងអើយអង្គុយលេងញ៉ាំបាយបានយើងបិទប្អួយបិទអីរបៀបថាមានបាំងមានអីចឹងហើយគឺនេះគឺសកម្មភាពនៅក្នុងឡានឥឡូវនៅពេលដែលរៀបចំហើយគឺអង្គុយញ៉ាំ enjoy សិននិយាយទៅគឺមានបងគាត់មកដល់មុនគាត់ញ៉ាំហើយអស់ហើយដោយសារគាត់មកដល់តាំងពីថ្ងៃអញ្ចឹងគឺគាត់ញ៉ាំបាយថ្ងៃបែរអស់ហើយអញ្ចឹងទៅគឺខ្ញុំរៀបចំញ៉ាំតែ3នាក់ទេមានបងគាត់ហៅដែរថាទៅក្រៅអញ្ចឹងថាអត់អីទេចាំស្អែកជុំគ្នាតែម្ដងយ៉ាងទៀតមកដល់ហត់អញ្ចឹង enjoy ក្លែមមកឆ្ងាញ់តែម្ដងខ្ញុំក្លែមជាមួយទឹកកូកាទេហើយនឹង Sprite អីចឹងណាវាថាទឹកក្រូចទឹកអីគឺយើងយកមកមាននៅក្នុងទូទឹកកកទាំងអស់ហើយអញ្ចឹងទៅវាមួយយ៉ាងដែរវាលឿនដែរអញ្ចឹងទៅបន្ទាប់ពីញ៉ាំមកអាហារពេលល្ងាចហើយគឺរៀបចំទុកដាក់ដូចនៅផ្ទះយើងអញ្ចឹងណាលាងចានលាងអីអញ្ចឹងទៅដោយសារតែនឹងប្រភេទឡានផ្ទះគឺយើងរៀបចំអត់មានរបបភាពថាយើងញ៉ាំបោះចោលទេគឺយើងប្រើឆ្នាំងប្រើខ្ទះប្រើអីធម្មតាអញ្ចឹងយើងរៀបចំទុកដាក់លាងចានលាងអីជីវិតនៅក្នុងឡានផ្ទះរបៀបថាវារៀងកន្លែងអីវារៀងទុយតិចនៅពេលដែលយើងនៅក្នុងឡានផ្ទះពេលដែលយើងមកដល់ផ្ទះយើងវិញបានយើងមានអារម្មណ៍ថាអូផ្ទះយើងរៀងគួរសមស្រឡះចេញក្រៅចូលក្នុងអីហ្នឹងស្រួលមែនតើនឹងគឺជារឿងមួយដែលខ្ញុំរៀនពីការរស់នៅក្នុងឡានផ្ទះពេលដែលខ្ញុំទៅ camping 3-4 ថ្ងៃអញ្ចឹងណាមកដល់ផ្ទះយើងអីក៏ធំអីក៏ស្រឡះដែរអញ្ចឹងទៅគឺខ្ញុំកំពុងតែរៀបចំទុកដាក់ឲ្យរួចរាល់ហើយអស់សិនទៅនិយាយទៅ
មានសាប៊ូមានអីគឺយើងត្រូវយកមកគ្រប់មុខទាំងអស់តែម្ដងពេលខ្លះទៅភ្លេចនេះភ្លេចនោះទៅខ្វះទៅនៅក្នុងព្រៃយើងពិបាកដែរអញ្ចឹងទៅគឺរៀបចំចាត់ចែងមានប្រអប់មានអីប្រដាប់ឆាប្រដាប់អីហ្នឹងគឺមានគ្រប់អញ្ចឹងទៅឥឡូវលាងចានលាងអីមកឆ្អែតរួចរាល់អស់ហើយបន្ទាប់មកបាទខ្ញុំគិតគូចេញទៅមើលខាងរបៀបចេញទៅមើលបងប្អូនអ្នកចិត្តខាងនៅចិត្តហ្នឹងបន្ទាប់មកគឺខ្ញុំដើរទៅមើលកន្លែងបងប្អូនប្រជាជនខ្មែរយើងគាត់ធ្វើតន្ត្រីរបៀបថាយើងចង់រំលំប្រពៃណីរបាំអីចឹងគឺមានដើរប្រហែលជា5នាទីគឺទៅដល់ខាងពួកគាត់ហើយបងសេស៊ីសាក់លៀងណាបងសេស៊ីម្ដងនេះគឺខ្ញុំភ្ញាក់មែនតើគឺមានបងប្អូនខ្មែរយើងច្រើនមែនតើអានេះគឺខ្ញុំឃើញតែមួយផ្លូវទេបើសិនជាទៅខាងផ្លូវផ្សេងរបៀបលេខផ្សេងទៀតគឺមានព័ទ្ធជុំវិញនឹងតែម្ដងបើសិនជាខ្ញុំមានដ្រូនគឺខ្ញុំបង្ហោះជូនបងប្អូនអរគ្នាគឺបងប្អូនដឹងថាមនុស្សមកច្រើនមែនតើដោយរបៀបថាកម្មវិធីប៉ុនមួយហ្នឹងខ្ញុំមិនដឹងថាប្រហែលគ្រួសារទេដោយសារឥឡូវនេះពេលយប់គឺខ្ញុំឃើញផ្លូវហ្នឹងគឺពេញតែម្ដងហើយមនុស្សដើរចុះដើរឡើងដោយរបៀបថាប៉ុនភូមិអញ្ចឹងហ្មងណាបងប្អូនឥឡូវនេះគឺម៉ោង7:10យប់ហើយក៏ប៉ុន្តែនៅតែមានឡានបងប្អូនយើងមកបន្តជាញឹកញាប់តែម្ដងខ្ញុំមិនដឹងថាមកដល់ម៉ោងប៉ុន្មានទេដោយសារកម្មវិធីនេះគឺគេធ្វើរយៈពេល3ថ្ងៃថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃនេះគឺទៅតែជាថ្ងៃសុក្រទេថ្ងៃសៅរ៍គឺធ្វើធំជាងនឹងទៀតក៏ប៉ុន្តែគឺខ្ញុំអាចនៅបានតែថ្ងៃសុក្រនិងថ្ងៃសៅរ៍ទេអត់បាននៅដល់ថ្ងៃអាទិត្យអញ្ចឹងណាដោយសារកម្មវិធីការវិភាគខ្ញុំគឺរបៀបថាអត់បានគិតថាគាត់នឹងមានកម្មវិធី3ថ្ងៃទេអញ្ចឹងមកតែបានតែថ្ងៃនេះអញ្ចឹងគឺថតសកម្មភាពមើលអស់និយាយទៅអូយគឺមានរបាំប្រជាប្រិយមានទង់ជាតិខ្មែរមានបងប្អូនយើងមករំហើយតន្ត្រីខ្មែរពេញនឹងតែម្ដងបន្ទាប់ពីមើលបងប្អូនខ្មែរយើងតន្ត្រីឲ្យអស់ហើយឥឡូវគឺត្រឡប់មកវិញគឺយើងដុតភ្លើងអង្គុយដោយសារតែអាកាសធាតុរៀងតិចគួរសមដែរអញ្ចឹងណាបន្ទាប់មកទៀតណាគេចង់នៅលេងអីលេងទៅប្តីខ្ញុំអីក៏គាត់ចង់នៅលេងអីលេងទៅខ្ញុំគឺមករៀបចំកន្លែងគេងឯដោយសារហត់មួយថ្ងៃហើយរៀបចំពុករៀបចំអីឲ្យស្រួលបួនអញ្ចឹងទៅបន្ទាប់មកគឺតម្លាក់ខ្លួនគេងហើយបងប្អូនអើយមានអារម្មណ៍ថាពេលគេងគឺលឿនមែនតើឥឡូវគឺដល់ថ្ងៃថ្មីទៀតបាត់ពេលវេលាដើរលេងលឿនមែនតើតែម្ដងហើយនេះគឺជាទេសភាពព្រលឹមឡើងគឺខុសពណ៌ color អីរបៀបថាពលឺហ្នឹងគឺធ្វើឲ្យទេសភាពហ្នឹងឃើញមួយបែបទៀតស្អាតមែនតើហើយសំឡេងទឹកជ្រោះនៅចិត្តនេះអាទឹកដែលខ្ញុំនិយាយថាហូរពីភ្នំហ្នឹងគឺមានហេតុតិចដូចតកកអញ្ចឹងនិយាយទៅត្រាំម្លឹកត្រាំអីបានមិនដាក់ក្នុងទូតកកទេត្រាំរបៀបទឹកក្រូចទឹកអីបានហ្មងតិចមែនតើហ្មងអញ្ចឹងណាហើយជាមួយនឹងសម្រស់ធម្មជាតិព្រមឡើងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាងើបឡើងចង់ហាត់ប្រាណមួយជុំពីរជុំឲ្យបែកញើសអញ្ចឹងណាបងប្អូនហើយពេលដែលយើងឃើញអាកាសធាតុអញ្ចឹងទៅមានអារម្មណ៍ថាសប្បាយចង់ហាត់ប្រាណចង់អីខ្ញុំព្រមឡើងខ្ជិលណានិយាយតាមត្រង់អត់សូវដែរហាត់ពេលព្រឹកឯងខ្ញុំដូចរបៀបចូលចិត្តហាត់ប្រាណពេលល្ងាចអញ្ចឹងក៏ប៉ុន្តែថ្ងៃនេះងើបឡើងមកមានកម្លាំងដើរជុំវិញភ្នំមើលទេសភាពអញ្ចឹងទៅនិយាយទៅនៅពេលដែលយើងទៅបោះតង់ធ្វើឲ្យយើងនឹងធ្វើរឿងដែលយើងអត់ដឹងខ្លួនមួយចំនួនដែរអញ្ចឹងណាហើយឡានបងដែលគាត់ស្បាយពីយប់មិញហើយឥឡូវគឺគាត់ចាប់ផ្ដើមធ្វើម្ហូបខ្ញុំព្រលឹមឡើងអត់ចូលចិត្តនំប៉័ងសើចូលចិត្តអីទេគឺចូលចិត្តអំបិលសត្រីចៀនពងទាចៀនអីចឹងទៅបានមានជាតិនៅកណ្ដាលភ្នំជុំវិញអញ្ចឹងណាវាអារម្មណ៍ថាឆ្ងាញ់ហ្មងដោយសារតែមេឃរៀងតិចជាមួយនឹងម្ហូបអំបិលក្តៅមកត្រូវជាតិហ្មងបន្ទាប់ពីស្រស់អាហារពេលព្រឹកហើយគឺពួកខ្ញុំកំពុងតែរៀបចំធ្វើដំណើរទៅកន្លែងរកភ្នំហើយជាមួយនឹងបងប្អូនខ្មែរយើងច្រើនមែនតើបងប្អូនណាគាត់ចង់នៅគេងគឺគេងទៅបងប្អូនណាដែលគាត់ចង់ទៅមើលទេសភាពគឺជិះតាមគ្នាមកអញ្ចឹងណានៅខាងនឹងប្រហែលជា45នាទីយើងជិះឡានទៅបានដល់នៅខាងក្នុងភ្នំនឹងអញ្ចឹងណាហើយនេះគឺមានឡានបងប្អូនខ្មែរយើងមួយដែលមានទង់ជាតិអាមេរិកជាមួយខ្មែររួមគ្នាតែម្ដងបន្ទាប់ពីណាត់ពេលវេលាម៉ោងគ្នាហើយឥឡូវនេះគឺខ្ញុំកំពុងតែរៀបចំដំណើរចេញទៅមើលទេសភាពនៅតាមដងភ្នំហើយនិយាយទៅនៅតាមដងភ្នំអត់មាន
សេវាទូរស័ព្ទទេអញ្ចឹងបងដែលគាត់ជាអ្នកដឹកនាំផ្លូវហ្នឹងគឺគាត់ប្រើសិតតែឯកោមឲ្យបងប្អូនទាំងអស់គ្នាដើម្បីនិយាយតាក់ទងគ្នាអញ្ចឹងណាយើងជួយមើលថែគ្នាថាយើងទៅប្រហែលឡានមកវិញប្រហែលឡានដោយសារសិតតែផ្លូវរបៀបថាឡើងភ្នំឡើងអីអញ្ចឹងណាហើយសិតតែប្រភេទឡានមកបាំងកន្លះមានកម្លាំងទៅតាមផ្លូវនេះបានអានេះគ្រាន់តែជាផ្លូវសាមញ្ញទេពួកគាត់ហ្នឹងឈ្មោះក្រុមរបស់គាត់ឈ្មោះ Camboland ហ្នឹងគឺគាត់ចូលចិត្តហុកភ្នំហ្មងបងប្អូនចូល YouTube ទៅបើសិនជាចូលចិត្តមើលរបៀបថាខ្មែរយើងហុកភ្នំហុកអីហ្នឹងគឺក្រុមគាត់ហ្នឹងហើយបកែខ្លាំងណាស់លើកនេះហ្នឹងគឺរបៀបថាលក្ខណៈធម្មតាទេដូចខ្ញុំអីចឹងមក45នាទីមើលទេសភាពនៅចិត្តភ្នំគាត់នាំបងប្អូនខ្មែរយើងដែលអត់ស្គាល់អញ្ចឹងមកមើលទៅតាមពិតគឺគាត់ធ្លាប់មកម្ដងហើយសរុបឡានទៅគឺមានចំនួនប្រហែលជា22ឡានទាំងអស់ហ្នឹងដែលមកមើលទេសភាពតាមពេលថ្ងៃហ្នឹងអញ្ចឹងណាពួកគាត់មានកម្រងព្រលឹមឡើងហ្នឹងគឺមើលទេសភាពថ្ងៃឡើងហ្នឹងគឺគាត់ទៅត្រាំទឹកក្តៅដែលចេញពីភ្នំអញ្ចឹងហើយមកដល់កន្លែងនេះហ្នឹងគឺទេសភាពប្លែកមែនតើដោយសារតែភ្នំនៅទីនេះហ្នឹងវាខុសពីផ្លូវភ្នំតាម highway ធម្មតាតាមផ្លូវធម្មតាដែលប្រជាជនយើងឃើញអញ្ចឹងតើយើងចូលជ្រៅបានឃើញទេសភាពនេះនិយាយទៅតើតើមានអ្នកដឹកនាំឲ្យថ្មភ្នំហ្នឹងដោះហិកមករបៀបថាដូចផ្កាដូចអីបន្តិចម្ដងឯងបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងគឺធម្មតាតែពេលដែលបងប្អូនឃើញនៅក្រៅហ្នឹងឃើញនឹងភ្នែកយើងផ្ទាល់ហ្នឹងគឺប្លែកមែនតែម្ដងដូចរបៀបថានៅពិភពលោកមួយទៀតដូចរបៀបថានៅភពម៉ាភពព្រះពុទ្ធភពអីចឹងណាអញ្ចឹងទៅយើងអត់ដឹងថាថៃបានធម្មជាតិយើងអាចដុសបានស្អាតអញ្ចឹងរាប់ពាន់ឆ្នាំរាប់លានឆ្នាំមានអារម្មណ៍ថាជីវិតរបស់មនុស្សយើងហ្នឹងគឺតិចមែនតែនហ្មងដោយសារតែភ្នំនេះថ្មនេះនៅនេះមិនដឹងថាប្រហែលជារាប់លានឆ្នាំហើយបងប្អូនអរគ្នាអើយនិយាយទៅធ្វើឲ្យយើងមានអារម្មណ៍គិតទៅដល់ជីវិតឡើងវិញបន្តិចដែរនៅពេលដែលយើងឃើញទេសភាពដែលមានភាពប្លែកអស្ចារ្យប្រណិតអញ្ចឹងទៅនិយាយពីអាកាសធាតុវិញគឺរៀងក្តៅហើយខ្យល់ខ្លាំងមែនតែនក៏ប៉ុន្តែបើនឹកឃើញទៅដល់ទេសភាពដែលយើងបានឃើញហ្នឹងគឺសំតម្លៃតែម្ដងខ្ញុំភ្លេចប្រាប់បងប្អូនមួយទៀតកន្លែងហ្នឹងគឺគេថាគឺជាកន្លែងដែលប្រជាជនអាមេរិករបៀបថាចូលចិត្តមកថតកុនច្រើនមែនតើតកតងទៅនឹងរឿង Star Wars រឿងរបៀប Cowboy រឿងរបៀបជីសេះជីអីហ្នឹងគឺគេតែងតែមកថតនៅកន្លែងហ្នឹងដោយសារតែទេសភាពប្លែកដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងឯងប្រជាជនអាកាំងគេមានពាក្យស្លោកមួយដែលគេតែងតែនិយាយថា$1 million views បានន័យថាទេសភាពដែលមានតម្លៃរាប់លានដុល្លារពិតជាត្រូវណាស់បងប្អូនអើយដូចកន្លែងនេះអញ្ចឹងគឺគេថែរក្សាឲ្យបានស្អាតអញ្ចឹងទៅគេថតកុនថតអីលក់សពតអីយើងហ្នឹងគឺបានលុយរាប់លានមែនអញ្ចឹងណាហ្នឹងគាត់តែខ្ញុំយកមកនិយាយលេងអញ្ចឹងទៅបងប្អូនក៏តែទេសភាពគេហ្នឹងគឺគេថែបងប្អូនឲ្យមានសម្រាមអត់ឲ្យមានអីទេហ៊ានទៅបោះសម្រាមបោះអីហ្នឹងគេចាប់បានហ្នឹងសិតតែរឿងធំហើយយើងអាចយកឲ្យបានអីមកអង្គុយញ៉ាំមើលទេសភាពបានក៏ប៉ុន្តែគឺត្រូវថែរក្សាឲ្យស្អាតនៅពេលដែលយើងចេញអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងទេសភាពគេគឺអត់មានអីកាក់សំណល់អីសល់នៅពេញហ្នឹងទេអូខេឥឡូវនេះគឺខិតជិតដល់ទីបញ្ចប់នៃទ្រីបរបស់ខ្ញុំហើយអញ្ចឹងគឺយើងបានថតរូបជុំគ្នាជាលក្ខណៈgroup picture អញ្ចឹងណាហើយក៏ត្រឡប់មកដល់កន្លែង camping វិញអង្គុយញ៉ាំបាយហើយក៏ចេញដំណើរទៅផ្ទះវិញអូយបងប្អូនអើយថ្ងៃចុងក្រោយគឺមានម្ហូបច្រើនមែនតើដូច buffet អញ្ចឹងញ៉ាំជាមួយរបៀបថាពួកម៉ាក់នៅចិត្តគ្នាអញ្ចឹងណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ